ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានដោយសារស្ថានភាពមិនទាន់អំណោយផលចំពោះមុខនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់រដ្ឋបាលខេត្តអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងគិតគូរលើការពង្រឹងជំរកបណ្ដោះអាសន្នឬក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជំរកបណ្ដោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងដែលមានភាពប្រសើរជាងមុនជាងបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពិនិត្យផ្ដល់នៅដំណោះស្រាយសមរម្យតាមលទ្ធភាពជាក់ស្ដែងក្នុងការជួយឲ្យបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះរហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញជាមួយគ្នានេះសម្រាប់រយៈពេលបន្ទាប់ក្រសួងមហាផ្ទៃកំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូនហើយនៅពេលដែលយើងប្រមូលបានទិន្នន័យនិងព័ត៌មានចាំបាច់រាជរដ្ឋាភិបាលតាមរយៈគណៈកម្មការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យនិងដាក់ចេញនូវវិធានការដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាននិងការចាំបាច់ជាក់ស្ដែងនៅពេលឆាប់ខាងមុខនេះបច្ចុប្បន្នដោយមិនរងចាំដល់ការស្រង់សតិត្រូវបានធ្វើរួចរាល់នោះទេក្នុងស្មារតីបរិយាសកម្មនិងការទទួលខុសត្រូវខ្ពស់គណៈកម្មការអន្តរក្រសួងកំពុងរៀបចំយ៉ាងសកម្មនៅកិច្ចប្រជុំនិងពិភាក្សាលើជំរើសនានាដើម្បីពិភាក្សារោគដំណោះស្រាយសមស្របជាក់ស្ដែងនិងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋយើង